ព្រះបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គទូលព្រះបង្គំបានតែខ្ចីក្បួនចងថ្នល់ពីមហាចម្ពូហើយតែស្ដេចស្វានេះមិនអោយទូលព្រះបង្គំទេហើយទាំងនាំពលរេសេនាវាយដំច្រំធាក់ទូលព្រះបង្គំទៀតរួចឡើយចាប់ទូលព្រះបង្គំដាក់គុកទៀតក្រាបទូលចុះពេលនេះយ៉ាងម៉េចទៅហើយបាទទាំងពីរក្រាបទូលព្រះអង្គទូលព្រះបង្គំបានសែបមុនគាថាចាប់អស់ពលរេសេនានិងមហាចម្ពូហើយក្រាបទូលព្រះបង្គំបានលួចក្បួនចងថ្នល់ពីមហាចម្ពូបានហើយក្រាបទូលព្រះអង្គបាទគិតនេះពិតជាល្អខ្លាំងណាស់បើដូច្នេះយើងនឹងធ្វើតាមបាចុះណាលែងពីមហាចម្ពូកាបដិងព្រះកាយវិញស្ដេចកាលណាស្ដេចស្វាក្រឡេកទៅទិសខាងកើតឃើញព្រះអាទិត្យសែនល្អឆើតក៏លើកដៃប្រណម្យបង្គំព្រះអាទិត្យជាព្រះបិតាក្សត្រាក្រឡេកទៅឃើញព្រះនរាយរាមាព្រះចក្រីនៃស្ដេចស្វាមហាចម្ពូក៏មានរិទ្ធចម្រាស់ត្រាស់ថាក្រាបទូលព្រះអង្គទូលព្រះបង្គំលែងហ៊ានផ្ចាញ់ព្រះអង្គទៀតហើយក្រាបទូលព្រះបង្គំសូមថ្វាយពលរេសេនាទាំងអស់នឹងក្បួនចងថ្នល់ទៅព្រះអង្គហើយក្រាបទូលល្អណាស់បាស្ដេចមហាចម្ពូយើងមានចិត្តសែនត្រេកអរណាស់ដែលបានប្រគល់ពលរេសេនានឹងក្បួនចងថ្នល់នេះឲ្យមកយើងណាក្រាបទូលព្រះអង្គក្រុងទួសមុខមីគង់អើយមួយអង្គានានគរលង្ការាជបូរីសែនអើយថ្កើងរិទ្ធីបារមីដោយព្រះចក្រីនៃស្ដេចនគរលង្កាឡ
លែងពីទួសមុខក្រុងមាសែនកើនរិទ្ធីយានានគរលង្ការាជបុរីព្រះចក្រីសែនរីករាយណាស់ដែលអង្គម្ចាស់អស់កាយពលខ្លាំងណាស់ពេលនេះគិតថានឹងចូលកលាបន្ទុំឲ្យបានដូចចិត្តចិន្តា